បងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះដែរខ្ញុំមានចំណេះដឹងខ្លីមួយមកធ្វើបទបង្ហាញជូនបងប្អូនទាំងអស់គ្នាឲ្យចេះអំពីរបៀបការចូលទៅដោះការ verify លេខកូដពីតង់នៅក្នុង account Facebook បងប្អូនបាទអញ្ចឹងការដោះក៏វាអត់ពិបាកទេបងប្អូនបាទអញ្ចឹងបងប្អូនត្រូវតែមាននៅលេខកូដដែលបងប្អូនធ្វើការបង្កើតនៅ Facebook មួយហ្នឹងបងប្អូនបាទហ្នឹងហើយអញ្ចឹងវាអត់ពិបាកទេបងប្អូនចឹងមុននឹងចូលធ្វើបទបង្ហាញសូមបងប្អូនដែលអត់បានចុចនៅ Subscribe ឲ្យ Channel ខ្ញុំទេសូមបងប្អូនធ្វើការជួយចុចម្នាក់មួយទៅដើម្បីទទួលបាននៅដំណឹងវីដេអូថ្មីៗពេលដែលខ្ញុំបានអាប់ឡូតនៅពេលក្រោយៗទៀតបាទអញ្ចឹងជាដំបូងបងប្អូនធ្វើការចូលទៅកាន់នៅ account Facebook បាទអញ្ចឹងខ្ញុំសូមចូលទៅកាន់ account Facebook របស់ខ្ញុំបាទហ្នឹងហើយអញ្ចឹងនេះគឺជា account Facebook របស់ខ្ញុំបន្តមកទៀតបងប្អូនធ្វើការក្រឡេកមកមើលខាងលើនេះបាទកន្លែង trace 3ហ្នឹងបងប្អូនបាទបងប្អូនធ្វើការចុចចូលអញ្ចឹងមកបាទហ្នឹងហើយបន្តមកទៀតបងប្អូនធ្វើការ scroll ឡើងទៅលើទៅបងប្អូនយកពាក្យថា setting and privacy នេះបាទហើយបន្តមកទៀតយើងធ្វើការយកពាក្យថា setting បាទហើយបន្តមកទៀតបងប្អូនមើលខាងលើគេបងប្អូនបាទគេដាក់ថា account បាទនេះរូបមនុស្សយើងហ្នឹងបងប្អូនបាទហ្នឹងហើយបងប្អូនចុចទៅលើហ្នឹងមកបាទហ្នឹងហើយបន្តមកទៀតបងប្អូនយកពាក្យថា password នេះបាទ password ហ្នឹងបងប្អូនចុចចូលហ្នឹងមកបាទហ្នឹងហើយអញ្ចឹងបងប្អូនប្រឡេកមកមើលទី2បាទនេះខ្ញុំអត់សូវជាអង់គ្លេសទេអធិស្ឋានបាទហ្នឹងបងប្អូនចុចតាមខ្ញុំមកបាទយើងចុចចូលវាទៀតមកបាទហ្នឹងហើយបន្តមកទៀតយើងធ្វើការចុចចូល account មកបាទហ្នឹងហើយត្រង់ចំណុចនេះគេឲ្យយើងធ្វើការបញ្ចូលនៅលេខសម្ងាត់បងប្អូនបាទលេខសម្ងាត់ដែលយើងបង្កើតនៅ account Facebook ហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការបញ្ចូលទៅខ្ញុំសូមធ្វើការបញ្ចូលនៅលេខសម្ងាត់នៅក្នុងនឹងតែម្ដងបាទអញ្ចឹងខ្ញុំសូមធ្វើការចុចចូលបាទដោយសារខ្ញុំបាន copy មកខ្ញុំផាសចូលតែម្ដងបាទហ្នឹងហើយតបមកបងប្អូនធ្វើការយកពាក្យ continue មកបាទពេលដែលយើងដាក់រួចបងប្អូនបាទយើងចុចចូលនឹងទៀតមកបាទហ្នឹងហើយចឹងបងប្អូនធ្វើការរងចាំមួយផ្លេតបាទដោយសារអ៊ីនធឺណិតរៀង slow ដែរបងប្អូនបាទនេះបងប្អូនបាទអញ្ចឹងកន្លែងទៅនេះយើងទៅដាក់នៅលេខកូដដែលវាបានធ្វើការផ្ញើទៅ Gmail បងប្អូនបាទអញ្ចឹងកន្លែងទៅនេះខ្ញុំសូមធ្វើការ stop បន្តិចសិនដើម្បីខ្ញុំទៅយកលេខកូដបងប្អូនបន្ទាប់ពីយើងដាក់លេខកូដរួចរាល់ហើយបងប្អូនធ្វើការចុចពាក្យថា next ទៀតមកបាទហ្នឹងហើយអញ្ចឹងយើងរងចាំបន្តិចបងប្អូនបាទអញ្ចឹងវាមកដល់តម្រងបែបនេះបងប្អូនបាទអញ្ចឹងយើងមកដល់តម្រងបែបនេះបងប្អូនធ្វើការយកពាក្យថានេះអាពណ៌ខៀវហ្នឹងបងប្អូនបាទបងប្អូនចុចតាមខ្ញុំអញ្ចឹងមកបាទបន្ទាប់ពីយើងចុចចូលអញ្ចឹងហើយបងប្អូនធ្វើការក្រឡេកមកមើលកន្លែងទៅនេះបងប្អូនបាទកន្លែងគេដាក់ WhatsApp នេះបាទបងប្អូនធ្វើការចុចចូលហ្នឹងមកបាទហ្នឹងហើយបងប្អូនធ្វើការចុចបិទអញ្ចឹងមកបាទហ្នឹងហើយបាទហើយចុចពាក្យថា turn off បាទអញ្ចឹងការ verify ពីតង់យើងចុច off ហ្នឹងមកគឺវាបិទហើយបងប្អូនបាទអញ្ចឹងថ្ងៃក្រោយពេលដែលយើងធ្វើការចូលទៅ login ឬក៏ដាក់នៅទូរស័ព្ទផ្សេងគឺវាអត់មានបងប្អូនបាទអញ្ចឹងវាបានធ្វើការបិទឲ្យយើងហើយបងប្អូនបាទអញ្ចឹងបងប្អូនធ្វើការរងចាំតិចទៅបាទអញ្ចឹងដោយសារតែវា slow បងប្អូនបាទហ្នឹងហើយអញ្ចឹងអត់ពិបាកទេបងប្អូនបាទបងប្អូនចង់បិទក៏បានចង់ដាក់ក៏បានព្រោះថាកន្លែងទៅហ្នឹងគឺពេលដែលមានគេធ្វើការលួចយក account យើងទៅអីគឺវាប្រាប់យើងបងប្អូនបាទវាល្អដែរត្រង់ចំណុចហ្នឹងបងប្អូនបាទហ្នឹងហើយអានេះក៏ខ្ញុំធ្វើវីដេអូឲ្យបងប្អូនមើលទេបាទហ្នឹងហើយវា slow យើងចាក់ចេញទៅវិញសិនបងប្អូនបាទហ្នឹងហើយយើងចាក់ចេញទៅវិញសិនបាទខ្ញុំសូមធ្វើការដកសិនបាទហ្នឹងហើយខ្ញុំចូលទៅសារថ្មីបាទហ្នឹងហើយបងប្អូនបាទរងចាំតិចបាទកន្លែងនេះយើងចុចខ្វែងមកបាទហ្នឹងហើយឥឡូវខ្ញុំសូមធ្វើការចូលទៅសារថ្មីបងប្អូនមើលបាទហ្នឹងហើយមើលថាតើវានៅជាប់អត់យើងចូលឡើងហ្នឹងដែរបងប្អូនបាទហើយចូលពាក្យ setting មកបាទហើយយើងយកពាក្យថា account បាទហើយតមកយើងចុចលើពាក្យសម្ងាត់ហើយយើងយកពាក្យខាងក្រោមនេះបាទយើងចុចចឹងមកបងប្អូនបាទហ្នឹងហើយបងប្អូនពេលចូលមកដល់តម្រងបែបនេះឃើញវាជាប់បងប្អូនចុចអានេះទៀតហ្នឹងហើយបាទហ្នឹងហើយអញ្ចឹងឃើញលេខទូរស័ព្ទហ្នឹងបងប្អូនបាទលេខទូរស័ព្ទដែលយើងចង់ឲ្យវា verify ជាមួយ WhatsApp ដែលយើង verify ពីតង់ហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនចង់ដាក់វិញបងប្អូនចុចតាពីលើលេខទូរស័ព្ទហ្នឹងបងប្អូនចុចនេះទៅគឺវាជាប់វិញបងប្អូនបាទគឺអត់ពិបាកទេបងប្អូនបាទហ្នឹងហើយអានេះដោយសារខ្ញុំដោះរួចហើយគឺវាអត់ជាប់វិញទេបងប្អូនបាទឃើញអត់ឃើញវាអត់មានគ្រាបងប្អូនបាទហ្នឹងហើយអញ្ចឹងវាអត់ជាប់វិញទេបងប្អូនបាទហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទអំពីរបៀបការទៅដោះការផ្ទៀងផ្ទាត់ពីជំហានហ្នឹងបងប្អូនបាទអញ្ចឹងថ្ងៃក្រោយពេលដែលយើងធ្វើការដូរទូរស័ព្ទ login នៅ
account នឹងចូលទៅគឺវាលេងទៀមទាបងប្អូនបាទគឺអត់ពិបាកទេបងប្អូនបាទហ្នឹងហើយអញ្ចឹងវីដេអូនេះក៏បានមកដល់ទីបញ្ចប់បងប្អូនបាទអញ្ចឹងសូមបងប្អូនជួយចុច like និង subscribe ដាក់សញ្ញាកណ្ដឹងឲ្យ channel ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗពេលដែលខ្ញុំបានអាប់ឡូតនៅពេលក្រោយៗទៀតបាទហ្នឹងហើយអញ្ចឹងសូមអរគុណបងប្អូនសូមគោរពលាបាទ